ក្លៀនស្ងោម្រះទៀតបាត់ទៅហើយខ្ញុំនៅនឹងនេះអាកាសធាតុវាត្រជាក់ឲ្យភ្លៀងសើមទៅជោគជាងធ្វើឲ្យខ្ញុំនៅឃើញចង់ហូបស្ងោម្រះទៀតបាត់ទៅហើយពេលដែលនឹកឃើញអញ្ចឹងក៏មិនទាន់មានម្រះយកមកស្ងោដែរក៏យកវីដេអូចាស់ៗមកកាត់តអញ្ចឹងទៅហើយខ្ញុំថ្ងៃមុនបានទិញអង្គមកបេមក10គីឡូច្រើនដែរគឺជាផលិតផលរបស់ខ្មែរគេហៅថាអង្គផ្កាម្លិះម៉ាក់លីលីយ៉ាងម៉េចទេហើយខ្ញុំក៏ដាំលាយជាមួយនឹងអង្គខ្មៅគេហៅ black rice ទិញមកពីខាងចិនទេគេដាក់ផលិតផលចិនមូលហេតុដែលយកម្រះនេះមកបង្ហាញអែនអនហ្នឹងគឺថាគេលក់នៅនេះបានថ្លៃណាមួយនេះជិត18000តម្លៃវាណាគិតចុះគិតឡើងជិត18000ដែរគេលក់តាមខាំតាមគីឡូរបស់គេទៅហើយខ្ញុំយកមកទុកប្រហែលថ្ងៃបានចាប់ផ្ដើមយកមកកាត់ដាក់ស្លទៅមើលខាងក្នុងវារាងក្រហមបាត់ហើយនិយាយស្មោះត្រង់មានអ្នកណាដូចខ្ញុំគិតថាមនុស្សច្រើនក៏ដូចតែគ្នាដែរគេថានៅពេលដែលនៅកន្លែងដែលសบายហូបអត់ចង់ហូបទេតែនៅពេលកន្លែងដែលក្រខ្សត់ហើយលក់ក៏ថ្លៃទើបឯងចង់ហូបខ្ញុំកាលពិតនៅឯខ្មែរនោះមិនសូវជាអ្នកហូបស្ងោម្រះអីទេអត់សូវចេះល្វីងសូម្បីស្ដាវក៏មិនសូវចេះដែរតែដល់ពេលមកនេះធ្វើឯណាចង់ហើយសាច់ជ្រូកហ្នឹងក៏ខ្ញុំទិញនៅក្នុងហាងចិនដែរព្រោះខ្ញុំគិតថាទិញនៅនោះវាអត់សូវធំជ្រូកហើយគេយកមកច្រាំលាយគ្រឿងតាប់ៗហ្នឹងហើយច្រាំមកដាក់ទាំងអស់ទេបែងចែកសំចៃណាស់ខ្ញុំដោយសារស្ងោម្រះនេះខ្ញុំហូបតែឯងទេស្នាខ្ញុំក៏ហូបដែរតែក៏ហូបបានតិចដោយសារល្វីងអញ្ចឹងណាដូច្នេះហើយសាច់ហ្នឹងច្រាំខ្លះប្រឡាក់ខ្លះទៅទុកដើម្បីធ្វើបាត់ពីរមុខដែរលាយគ្រឿងធ្វើដូចគេដូចតែឯងគ្រាន់តែថាដឹងតែឆ្ងាញ់ដូចគេដូចឯងក៏អត់លើកនេះលយមានមកគ្រប់គ្រឿងគឺខ្ញុំទិញមីសួរគឺខ្ញុំទិញគ្រឿងមកទាំងអស់ហ្នឹងពីហាងចិនហើយត្រៀមដាំបាយក្តៅៗឲ្យទៅមកលាយគ្រឿងលាយអីឲ្យទៅយ៉ាងណាដល់ពេលមកហូបឆ្អិនបាយក៏ឆ្អិនអញ្ចឹងណាលើកនេះដាក់គ្រឿងឡើងគ្រប់តែម្ដងមានតាំងពីមីសួរសត្វជីកដោក៏ពិតអត់ក៏បានដែរតែគ្រាន់តែថាចង់លើកនេះធ្វើមិនចង់ឲ្យបានគ្រប់គ្រឿងបានជាទៅផ្សារហើយខ្ញុំអស់ខ្ទឹមសលេងដូច្នេះហើយក៏មានតែដាក់អាខ្ទឹមសគេហៅខ្ទឹមសម៉ត់ណាអានេះគេធ្វើកិនម៉ត់ហើយហុយហ្នឹងយកមកដាក់មកឲ្យឈ្ងុយព្រោះមានតែខ្ទឹមបារាំងទេអស់ខ្ទឹមសពីទេហើយលេងអត់ដឹងខ្លួនសោះឥឡូវឧបកិច្ចថាគ្រឿងនឹងឆ្ងាញ់ហើយញាត់យកតែម្ដងទៅមានអីប៉ុណ្ណេះគឺថាឆ្ងាញ់យកតែណាមិនអស់សំខាន់តាមខ្ញុំដឹងស្ងោម្រះរឹតតែស្ងោទុកឲ្យយូរក៏រឹតតែឆ្ងាញ់តែខ្ញុំដឹងមិនទេនេះក្លៀនផងបាយក៏ឆ្អិនហើយឈ្ងុយពេញផ្ទះអង្គនឹងលាយគ្នាទៅឡើងឈ្ងុយមកដល់ស្រុកនេះភ្លាមយីពីចង់ចូលចិត្តហូបម្រះដែលម្រះថ្លៃចង់ងាប់ណាក៏ចេះតែចង់ដែរខ្ញុំគិតថាដល់ពេលបានទៅលេងស្រុកកណើតណាខ្ញុំនឹងទិញហូបហើយគ្មានណាខិតខ្ញុំបានទេធូរថ្លៃមានគ្រឿងមកគ្រប់ចាយលុយអស់តែតិចតួចហូបបានមកគ្រួសារពេញតែមើលទៅដឹងតែធ្វើហើយនេះឥឡូវនេះបងយកឲ្យសាច់ដែលនៅសល់មួយវាដុំទៅបងទៅហើយផ្សិតនេះយកឯណៃណាមួយឡើងចិត្តតែមួយទួយហ្នឹងណាចិត្ត6000រៀលបើនៅឯខ្មែរអាទួយអញ្ចឹងគឺ1000មែនអត់លើកនេះលយចង់លាយផ្សិតបន្តិចចង់ដាក់ស្ពៃដែលទិញមកនៅសល់បន្តិចពេលដែលម្រះឆ្អិនហើយចាំបងថាពីឆ្អិនចេះតែឡើងឈ្ងុយបាញ់ទេហើយខ្ញុំភ្លក់ឡើងអាលាក់មើលអាលាក់ក៏ថាឲ្យតែស្ងោម្ដងណាឬក៏ស្លម្ដងណាយីភ្លក់អាលាក់រហូតដោយសារ